ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំមកបង្ហាញអំពីរបៀបធ្វើប្រេងខ្យល់ក្លិនខ្ញីមុននឹងបានចេញជាប្រេងខ្យល់យើងត្រូវធ្វើដូចអ្វីខ្លះមុនដំបូងយើងត្រូវលាងខ្ញីឲ្យស្អាតដើម្បីកុំឲ្យមានដីលាងវាឲ្យស្អាតឲ្យច្រើនទឹកដោះលាងឲ្យស្អាតសិនដើម្បីយើងយកទៅធ្វើប្រេងខ្យល់ទៅកុំឲ្យវាខូចហើយយើងយកមកហាន់វាយកប្រើម៉ាស៊ីនទេយើងប្រើដៃដោយសារយើងត្រូវការប្រេងវាអញ្ចឹងយើងហាន់វាស្ដើងឲ្យស្អាតហើយយើងយកមករៀបទឹកនៅក្នុងកញ្ច្រែងអ៊ីណុកដើម្បីយកទៅសម្ងួតយើងសម្ងួតកម្ដៅ90អង្សាដើម្បីឲ្យវាស្ងួតល្អស្ងួតដើម្បីយើងមើលទៅថាវានឹងមានប្រេងច្រើនល្អហើយយើងអាចយកមកធ្វើបានហើយបានយើងចាប់ផ្ដើមយកមកកិនជាម្សៅយើងកិនជាម្សៅឲ្យម៉ត់ល្អ2ទៅ3ដងដើម្បីឲ្យម៉ត់ល្អទៅជាម្សៅហើយបានយើងចាប់ផ្ដើមយកវាមកចម្រាញ់ជាប្រេងយើងចម្រាញ់ជាប្រេងទឹក3យកទឹក1ហើយបានយើងយកវាមកវិចខ្ចប់នេះខ្ញុំធ្វើចំនួនច្រើនម៉ឺនដបជូនទៅអតិថិជននៅរាជធានីភ្នំពេញអរគុណធំសម្រាប់អតិថិជនដែលមានទំនុកចិត្តនៅសហគ្រាសប្រសព្វតាកបីនឹងខ្ញុំបងប្អូនដែលត្រូវការផលិតផលពីសហគ្រាសនឹងខ្ញុំប្រេងខ្យល់មានច្រើនក្លិនមានក្លិនលក្រីក្លិនជីនាងវងក្លិនផ្កាក្លាំភូក្លិនខ្ញីក្លិនបល័យបងប្អូនអាចមកជាវយកទៅបោះដុំបន្តឬលក់រាយបានសហគ្រាសរបស់នឹងខ្ញុំមានទីតាំងនៅខេត្តសៀមរាបភូមិជ្រៃឃុំកណ្ដែងស្រុកប្រាសាទបាគងខេត្តសៀមរាបសូមអរគុណ